ស្ដីបងប្អូនអរគ្នាគេតាំងចឹងវីដេអូថ្ងៃនេះយើងនឹងមករៀនអំពីមេរៀនទី16ចាឆេម៉ូគឿនផេកាផាសភៀវណេខាយ៉ូអូខេតើអញ្ចឹងនៅក្នុងមេរៀនទី16របស់យើងភាគ1នេះយើងមកមើលកន្លែងទី1 il pon chuje ប្រធានបទនិយមពីភៀងវនមុនទី8 i pon ofiwa មុនពបពាក្យនឹងវិជ្ជកចាគឺភៀងវន ofi ចាពាក្យដែលតាក់ទងជាមួយនឹងភៀងវនចាវិជ្ជកទី1ធុងសាហៀងយងសាអសមានន័យថាដោយសារតែហើយនៅវិជ្ជកទី2ធុងសានឹងកត់ការឬក៏ការដែលចាសម្ព័ន្ធហ្វាល់ដងសកម្មភាពអាភឿនឈិនគូអេកេជ្រនហាគីការណែនាំទៅកាន់មិត្តភ័ក្តិដែលឈឺអាភឿនអ៊ីយូម៉ារ៉ាគីការនិយាយអំពីហេតុផលដែលឈឺសាប៉ុនម៉ាជីម៉ាក់ប៊ុនហ្វាវ៉ាឆុងបូវប្បធម៌និងព័ត៌មាននិយាយអំពីហាន់គូកេភៀងវ៉ាន់ចាអញ្ចឹងយើងមើល slide បន្ទាប់របស់យើងគេដាក់រូបភាពរបស់យើងហើយគេដាក់សំណួរ2ចាសំណួរទី1គេសួរថាអ៊ីសារ៉ាមធឿនអឌីអេចាអឌីកាអផាយ៉ូតើមនុស្សទាំងអស់នេះឈឺកន្លែងណាយូរ៉ូពូនឺនអនឺភៀងវ៉ាណេខាប៉ាសេអូអ្នកទាំងអស់គ្នាតើធ្លាប់ទៅមន្ទីរពេទ្យណាចាបន្ទាប់មកទៀតគឺយើងមករៀនអំពី Ofiwa មុនពប il ចាពាក្យហើយនៅវេយ្យាករណ៍ទី1ឥឡូវយើងមើលពាក្យរបស់យើងគេនិយាយថា Odika Phayo តើឈឺត្រង់ណាចាអនឺភៀងវ៉ាណេខាយ៉ូហើយទៅមន្ទីរពេទ្យមួយណាដែរចាអញ្ចឹងយើងមើលពាក្យរបស់យើងគឺតាក់ទងជាមួយនឹងមុំរាងកាយចាពាក្យទី1មានពាក្យថានុនភ្នែកអ៊ីធ្មេញចាខ្វីត្រចៀកខោច្រមុះមុខកហូរីចង្កេះសុនប្រអប់ដៃផែពោះថារីជើងចាផាល់ប្រអប់ជើងមូរឹបជង្គង់ហើយនឹងផាល់ឡើយនេះបានន័យថាដៃចាបន្ទាប់មកទៀតយើងមើលពាក្យដែលតាក់ទងជាមួយនឹងពេទ្យចាមានពាក្យថាណេក្វាផ្នែកទូទៅកន្លែងនេះគឺចង់សំដៅទៅលើពេទ្យផ្នែកទូទៅហើយអ៊ីពីនូក្វាគឺសំដៅទៅលើពេទ្យផ្នែកច្រមុះត្រចៀកបំពង់កអ៊ីពីនូក្វាចាហើយនឹងឆောင်းហៀងវេក្វាពេទ្យផ្នែកឆ្អឹងអាន់ក្វាពេទ្យផ្នែកភ្នែកហើយនឹងឈីក្វាពេទ្យធ្មេញចាបន្ទាប់មកទៀតយើងមើលខាងក្រោមទាំងអស់គ្នាគេនិយាយថាយូរ៉ូពួនឈិនគូកាអាផាយ៉ូអ្នកទាំងអស់គ្នាមិត្តភ័ក្តិឈឺអនឺភៀងវ៉ាណេខាយ៉ូតើទៅមន្ទីរពេទ្យមួយណាដែរអ៊ីយ៉ាគីហេបូសេអូសូមសាឡបងនេះនិយាយអូខេតើអញ្ចឹងយើងមើលខាងក្រោមមិត្តភ័ក្តិរបស់យើងគាត់ឈឺអីគេគឺអ៊ីកាអាផាយ៉ូចាឈឺធ្មេញគឺរមប៉ាលីឈីខ្វាអេខាសេអូបើអញ្ចឹងសូមទៅពេទ្យផ្នែកធ្មេញនឹងឲ្យលឿនចាយើងមើល slide របស់យើងបន្ទាប់គឺរៀនអំពីធុងសាហើយនឹងហៀងយងសាអសចាធុងសានេះគឺបានន័យថាកិរិយាសព្ទហៀងយងសាមានន័យថាគុណនាមចាអញ្ចឹងនៅក្នុងទម្រង់អាសហើយនឹងអសរបស់យើងនេះហើយមានហេសទីបងប្អូនអាសអសហេសមានន័យថាដោយសារយើងប្រើបានតែជាមួយកិរិយាសព្ទហើយនឹងគុណនាមចាឥឡូវយើងមើលនិយមន័យទាំងអស់គ្នាគេថាអភេណេយងីធីអេណេយងអេអ៊ីយូកាថេលតេសាយងហេអូយើងប្រើប្រាស់នៅពេលដែលចាយើងប្រើប្រាស់នៅពេលដែលអត្ថន័យខាងមុខคล้ายទៅជាហេតុផលនៃអត្ថន័យខាងក្រោយចាអញ្ចឹងបានន័យថាយើងប្រើអាសអសហេសនឹងដើម្បីនិយាយអំពីហេតុផលអីមួយចាដោយសារតែរឿងខាងមុខនឹងទើបធ្វើឲ្យហេតុផលខាងក្រោយនឹងកើតឡើងចាឥឡូវយើងមើលឧទាហរណ៍កន្លែងនេះទាំងអស់គ្នាចាឧទាហរណ៍ទី1មានសន្តានី Andy ហើយនឹង Mina អញ្ចឹង Andy គាត់ថាអចេហាក់គេវេអាណាសេអូពីម្សិលមិញហេតុអ្វីមិនបានមកសាលាចាអញ្ចឹងម្សិលមិញហេតុអីមិនបានមកសាលាគេសួរហេតុផលណាអញ្ចឹងដោយសារអីគេ Mina គាត់ថាភេកាផាសោមុតខាសេអូមិនបានទៅដោយសារតែឈឺពោះចាអញ្ចឹងគឺហេតុផលរបស់គាត់ខាងមុខនេះចាហេតុផលគឺភេកាអាភឺដាអញ្ចឹងគឺភេកាអាផាសោមុតខាសេអូចាហេតុផលខាងមុខឈឺពោះនឹងហើយទើបធ្វើឲ្យអត់បានទៅសាលារៀនចាអញ្ចឹងគឺយើងប្រើអាសអសមានន័យថាដោយសារតែអូខេបន្ទាប់មកទៀតយើងមើលរបៀបនៃការប្រើប្រាស់ទម្រង់អាសហើយនឹងអសទាំងអស់គ្នាចាអញ្ចឹងចំពោះអាសរាល់កិរិយាសព្ទឬក៏គុណនាមលុបដាចេញហើយបញ្ចប់ដោយស្រៈអាឬក៏អូយើងត្រូវប្រើជាមួយនឹងអាសឧទាហរណ៍ពាក្យថាខាដែរអញ្ចឹងនៅក្នុងទម្រង់នេះគឺយើងបំបែកដូចជាមួយនឹងអាអយោដែរបងប្អូនអរគ្នា
ចាការអំបាយគឺដូចគ្នាទេចាអញ្ចឹងយើងមើលពាក្យខាដាយើងលុបដាចោលពាក្យរបស់យើងគឺបញ្ចប់ដោយស្រៈអាអញ្ចឹងយមន័យបើមានអានិងអូយើងត្រូវប្រើជាមួយនឹងអាសចាអញ្ចឹងវាទៅជាគេគឺខាសចាផាត់តាទៅជាផាតាសដោយសារទទួលបន្ទាប់មកទៀតយើងមើលអសការប្រើប្រាស់អសរាល់កែស័ព្ទឬក៏គុណនាមទាំងឡាយណាដែលបញ្ចប់ស្រៈក្រៅពីអានិងអូយើងប្រើជាមួយនឹងអសដូចជាពាក្យ Matilda យើងមើល Matilda លុបដាចោលចា Matilda នេះបញ្ចប់ដោយស្រៈស្រៈចុងក្រោយអញ្ចឹងខុសពីអានិងអូយើងបូកជាមួយនឹងអសទៅជា Matilda ចាមកតាទៅជាមកសដោយសារញ៉ាំហើយចំពោះហេសបងប្អូនអរគ្នារាល់កែស័ព្ទឬក៏គុណនាមដែលបញ្ចប់ដោយហាដាគឺយើងត្រូវបដូរទៅជាហេសចាដូចជាពាក្យថាភីកូនហាដាយើងលុបដាមានហាដាអញ្ចឹងយើងត្រូវបដូរទៅជាហេសចាភីកូនហេសដោយសារអស់កម្លាំងអ៊ីលហាដាធ្វើការទៅជាអ៊ីរេសចាដោយសារធ្វើការងារអូខេអញ្ចឹងបន្ទាប់មកទៀតយើងមកមើលនៅក្នុងឧទាហរណ៍របស់យើងនៅលើសភៅបន្តិចទាំងអស់គ្នាចាគឺយើងមើលឧទាហរណ៍ជាមួយនឹងពាក្យនុបតានេះជាគុណនាមមានន័យថាខ្ពស់ចាទៅជាអីគេគឺណូផាសចាណូផាសដោយសារមានអូយើងបូកមួយអាសទៅជាណូផាសអាភឺដាទៅជាអាផាសចាចាឡើយនេះគឺករណីគេដាក់ផ្កាយប្រែប្រួលបងប្អូនស្រៈស្រៈនៅពេលដែលយើងបាយក្នុងទម្រង់អអសនេះគឺយើងត្រូវបដូរទៅជាចាទៅជាអតែករណីដោយសារតែមានស្រៈខាងមុខយើងអត់ទៅជាអទេយើងបដូរមកជាអាវិញអញ្ចឹងហើយទៅជាអាផាសមកតាមកសខំគៀខលលីដាខំគៀខលយោសចានេះក៏ជាករណីប្រែប្រួលស្រៈអ៊ីដែរតិចទៀតខ្ញុំនឹងបញ្យល់ចាអ៊ីយើងលុបដាចោលស្រៈអ៊ីនេះយើងបដូរទៅជាស្រៈយោអញ្ចឹងហើយទៅជាខលយោសបន្ទាប់មកភីកូនហាដាភីកូនហេសឆុងសូហាដាឆុងសូហេសចាអចេវេភៀមវណេខាសេអូកាលពីម្សិលមិញហេតុអ្វីទៅមន្ទីរពេទ្យភេកាអាផាសភៀមវណេខាសេអូដោយសារតែឈឺពោះបានទៅមន្ទីរពេទ្យចាហេតុផលគាត់គឺឈឺពោះយេមុនឧទាហរណ៍ខាហើយនឹងណាចាអញ្ចឹងខាគេថាគឺទិរាម៉ាកាឆាជូផាយោតាឧស្សាហ៍មើលរឿងភាគនោះមែនទេចាគាត់ថាណែឆេមីអ៊ីសសឆាជូផាយោចាពាក្យថាឆេមីអ៊ីតាទៅជាឆេមីអ៊ីសសដោយសារតែរឿងនឹងល្អមើលអញ្ចឹងហើយអាសាឧស្សាហ៍មើលអចេនភីកូណេសជាបេសស៊ីអសយោចាកាលពីម្សិលមិញហ្នឹងដោយសារតែអស់កម្លាំងបានសម្រាប់នៅផ្ទះចាអញ្ចឹងឧទាហរណ៍របស់យើងគឺប៉ុណ្ណេះបងប្អូនអរគ្នាហើយកន្លែង slide នេះគឺខ្ញុំចង់បង្ហាញអំពីករណីប្រែប្រួលនៅក្នុងទម្រង់អសហើយនិងអសទាំងអស់គ្នាចាអញ្ចឹងករណីប្រែប្រួលទី1គឺខ្ញុំយក real full q check អញ្ចឹងនៅក្នុងទម្រង់អសគ្រប់ពាក្យទាំងឡាយណាបន្ទាប់ពីលុបដារួចបើសិនបើបញ្ចប់ដោយព្យញ្ជនៈ t good មុននឹងបដូរមុននឹងបូកជាមួយអសយើងត្រូវបដូរ t good នេះទៅជា real សិនបងប្អូនយើងត្រូវចំណាំករណីប្រែប្រួល t good ត្រូវបដូរទៅជា real អញ្ចឹង theta ទៅជា thul បន្ទាប់ពីបដូរហើយយើងមើលថាតើពេលនឹងបញ្ចប់ដោយស្រៈអីគេគឺស្រៈខុសពីអានិងអូយើងបូកជាមួយនឹងអសអញ្ចឹងពាក្យ theta ទៅជា thura សចាដោយសារស្ដាប់មុតតាដូចគ្នាទៅជាមួយរសចាដោយសារសាក់ស៊ូហើយចំពោះពាក្យខាងក្រោមនេះដូចជាផាតាហើយនិងមេតាករណីលើកលែងយើងគ្រាន់តែលុបដាចោលទោះបីបញ្ចប់ដោយ t good ក៏ដោយប៉ុន្តែយើងអត់បដូរ t good ទៅជា real ទេគឺយើងរក្សាដដែលយើងគ្រាន់តែមើលស្រៈទៅគឺបានហើយចាអញ្ចឹងគឺផាតាទៅជាផាតាសដោយសារតែមានអាយើងបូកមួយអាសចាមេតាទៅជាមេតសចាដោយសារជឿមេតាអូខេករណីប្រែប្រួលទី2គឺ be up ចា be up គឺយើងត្រូវបដូរ be up ទៅជាស្រៈអ៊ូហើយបានយើងបូកជាមួយនឹងអសអញ្ចឹងដូចជាពាក្យថាឈប់តាទៅជាឈួសចាដោយសារត្រជាក់ថប់តាថវសដោយសារក្តៅចាដោយសារយើងបូកយើងបដូរ be up នេះទៅជាស្រៈអ៊ូហើយនៅក្នុងករណី be up នេះបងប្អូនត្រូវចំណាំដែរក៏មានករណីពាក្យខ្លះគឺយើងអត់បដូរទេយើងរក្សាដដែលដូចជាពាក្យថាពុបតាចាមានន័យថាជ្រើសរើសដកចេញ
ចាដូចជាជ្រើសរើសបុគ្គលិកឬក៏ចាដកបុគ្គលិកអីហ្នឹងគឺយើងប្រើពុបតាអញ្ចឹងពាក្យហ្នឹងគឺយើងអត់បដូរ be up ទៅជាស្រៈអូទេយើងគ្រាន់តែលុបដាហើយយើងរក្សា be up ដដែលយើងគ្រាន់តែមើលស្រៈអញ្ចឹងស្រៈពុបតានេះបញ្ចប់ដោយស្រៈអូយើងបូកជាមួយនឹងអក្សរទៅជាពុបាសចាដោយសារជ្រើសរើសហើយនឹងពាក្យអ៊ីបតាមានន័យថាស្លៀកពាក់ចាស្លៀកខោស្លៀកអីហ្នឹងចាគឺទៅជាអ៊ីពសករណីប្រែប្រួលទី3គឺស៊ីអូតចាស៊ីអូត full q-chick គឺយើងត្រូវធ្វើយ៉ាងម៉េចបងប្អូនយើងលុបដាចោលបើសិនជាមានស៊ីអូតយើងត្រូវលុបស៊ីអូតចោលហើយបន្ទាប់មកយើងបូកជាមួយនឹងអសចាដូចជាពាក្យឈីតាយើងលុបស៊ីអូតចោលហើយពាក្យនេះគឺបញ្ចប់ដោយស្រៈអ៊ីខុសពី a និង o យើងបូកជាមួយនឹងអសទៅជាជាអសចាដោយសារសាងសង់ហើយនឹងពាក្យបន្ទាប់គឺណាត់តាបានន័យថាជាសះស្បើយចាយើងលុបដាចោលពាក្យស៊ីអូតនេះចាស៊ីអូតនេះករណីប្រែប្រួលយើងលុបស៊ីអូតចោលបន្ទាប់មកឡើយមានស៊ីអូតណាទៅជាណាអញ្ចឹងណាគឺបញ្ចប់ដោយស្រៈអាយើងបូកមួយអសទៅជាណាអសតែកន្លែងនេះទោះបីយើងលុបចោលក៏ដោយបងប្អូនយើងបូកជាមួយនឹងស្រៈធម្មតាណាអត់បំរួញចូលគ្នាមិនថាណាអសទេគឺណាអសមកពេញចឹងហ្មងណាចាហើយនៅក្នុងករណីស៊ីអូតនេះក៏មានករណីលើកលែងដែរដូចជាពាក្យថាអូតាហើយនិងភីតាអញ្ចឹងរឿងយើងរក្សាដដែលហើយយើងបូកមួយអសមកចាទៅជាអ៊ូសសដោយសារសើចភីសសចាដោយសារសិតសក់ហើយទី4គឺរីអ៊ឺលហើយនិងសារ៉ាអ៊ឺចាករណីប្រែប្រួលឬដូចជាពាក្យថាម៉ូឬដែរយើងលុបដាចោលបើសិនបើមានរីអ៊ឺលសារ៉ាអ៊ឺបែបនេះគឺយើងត្រូវលុបសារ៉ាអ៊ឺនេះចោលចាហើយរីអ៊ឺលដែរនៅសល់យើងរំកិលមកខាងក្រោមនៃព្យាង្គខាងមុខហើយយើងបន្ថែមរីអ៊ឺលមួយទៀតនេះបងប្អូនអញ្ចឹងទៅជាម៉ូលហើយយើងមើលស្រៈបន្ទាប់ពីយើងបន្ថែមរីអ៊ឺលហើយយើងមើលស្រៈអីគេគឺស្រៈអូអញ្ចឹងយើងបូកជាមួយនឹងអសទៅជាម៉ូឡាសដោយសារមិនដឹងចាភូឬដែរភូឡសចាដោយសារអីនេះរីអ៊ឺលនេះយើងរំកិលមកខាងក្រោមហើយយើងបន្ថែមរីអ៊ឺលមួយទៀតបន្ទាប់មកយើងមើលស្រៈរបស់យើងមានស្រៈអីគេគឺស្រៈអូអញ្ចឹងខុសពី a និង o យើងបូកមួយអសទៅជាភូឡសចាដោយសារហៅករណីប្រែប្រួលទី5គឺអ៊ឺចាអ៊ឺយើងត្រូវបដូរស្រៈអ៊ឺទៅជាស្រៈអូឧទាហរណ៍ជាមួយនឹងពាក្យថាស៊ឺដាចាពាក្យដើមស៊ឺដាមានន័យថាសរសេរប្រើប្រាស់ចាល្វីងពាក្យទូចាប្រែបានច្រើនស៊ឺដាអញ្ចឹងស៊ឺដាយើងត្រូវបដូរស្រៈអ៊ឺនេះទៅជាស្រៈអអញ្ចឹងវាទៅជាសចាដោយសារសរសេរអញ្ចឹងទៅគឺដាលុបដាចោលស្រៈអ៊ឺយើងត្រូវបដូរជាស្រៈអទៅជាកសចាហើយខាងក្រោមអាភឺដាគូភឺដានេះជាករណីពិសេសយើងត្រូវចំណាំយើងលុបដាចោលបញ្ចប់ដោយស្រៈអ៊ឺប៉ុន្តែយើងអត់បដូរទៅជាអទេបងប្អូនត្រូវចំណាំបើសិនបើខាងមុខវាជា a និង o បើមានស្រៈ a ហើយនិងស្រៈ o គឺស្រៈអ៊ឺឡើងនេះអត់បដូរទៅជា o ទេយើងបដូរមកជា a វិញទៅជាអាផាសកូផាសចាហើយនឹងទី6គឺ e យើងត្រូវបដូរទៅជាយ៉ឧទាហរណ៍ខីដាចាខីដាទៅជាកសដោយសារបើកស៊ីដាជូទៅជាសចាអូខេបងប្អូនអរគ្នានៅក្នុងមេរៀនទី16ភាគ1របស់យើងគឺមានប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តពីមេរៀនទី16ចាអរគុណបាយបាយ